សូមស្វាគមន៍មកកាន់ MD Trader បាទហើយថ្ងៃនេះផងដែរបាទខ្ញុំនឹងធ្វើការចែករំលែកជូនពុកម៉ែបងប្អូនអំពីសកម្មភាពនៅក្នុងការចូលលេងទីផ្សារសម្រាប់ថ្ងៃនេះតើខ្ញុំនឹងអាចទទួលបានផលចំណេញឬក៏ខាតបែបណាបាទថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកបាទសង្ឃឹមថាពុកម៉ែបងប្អូនអាចយកវាទៅធ្វើការបាទលេងនិងទទួលផលចំណេញទាំងអស់គ្នាបាទហើយសម្រាប់វីដេអូនេះបាទគ្រាន់តែជាការចែករំលែកបាទជាចំណេះដឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍នេះជាការបង្ហាញជូនហើយខ្ញុំសម្រេចចិត្តថាចុច click down ពួក head point 4ជាចំណុចចមួយដែលជំរុញឲ្យខ្ញុំសម្រេចចិត្តធ្វើការចុចវានោះគឺទី1គឺវាជាប្រភេទ down trend បាទ down trend ហ្នឹងមានន័យថាទំនោរចុះហើយ head point ទី2គឺមានន័យថាcandlestick បាទគឺវា retouch ឬក៏ touch ជាមួយនឹងប៉ះជាមួយនឹង moving average ដែល moving average ហ្នឹង head point ទី3នេះគឺខ្ញុំចាត់ចូលជាតំបន់ resistance ដែលជា head point មួយក៏ជាតម្រុយមួយយើងអាចសន្មតថាទីផ្សារហ្នឹងมันមានកម្លាំងធ្វើការបន្តឡើងទៀតទេហើយចំណុចចមួយទៀតដែលខ្ញុំខ្លាំងគឺទំហំនៃ candle បាទដែលបង្ហាញថាវាមានកម្លាំង stronger than buyer ចឹងមានថាវាមានកម្លាំងខ្លាំងជាងsell បាទមានថាកម្លាំង sell ខ្ពស់ជាង buy ចឹងជាហេតុផលដែលពេលនឹងអាចចុះឡើងចឹងអាចអូខេទទួលបានខ្ញុំទទួលផលចំណេញហើយបាទចឹងខ្ញុំទៅមើលម្ដងទៀតបាទអង្កេតមើលម្ដងទៀតតែខ្ញុំសម្រេចចិត្តធ្វើការបាទចូលលើទីផ្សារឬក៏បែបណាពីព្រោះអីទីផ្សារនេះវានៅតម្រុយមួយដែលខ្ញុំសម្រេចចិត្តធ្វើការ down បន្តទៀតពីព្រោះអីblue candle ឬក៏ candle ដែលមានពណ៌ Q ហ្នឹងវារៀងទូចហើយវា rotate ជាមួយនឹងmoving average ដែលវាតូចហើយវាព្យាយាមឡើងប៉ុន្តែមានន័យថាកម្លាំងវាអត់ដល់អញ្ចឹងជាហេតុផលមួយដែលខ្ញុំគិតថាred candle នៅតែមានភាព stronger ឬក៏ខ្លាំងជាងblue candle អញ្ចឹងមានន័យថាវានឹងបន្តចុះតាមរយៈទំនោរនៃទីផ្សារដែលសារតែទំនោរទីផ្សារនេះគឺជាប្រភេទ down trend អញ្ចឹងក្នុងនេះហើយគឺខ្ញុំសម្រេចចិត្តធ្វើការចូលជា click down ចាំមើលតើខ្ញុំនឹងអាចទទួលបានផលចំណេញយ៉ាងណាបាទយើងអាចទៅធ្វើការទស្សនាទាំងអស់គ្នាណាអូខេអញ្ចឹងក្នុង Apple នេះខ្ញុំជឿថាអាចនឹងទទួលបានផលចំណេញពីព្រោះអីយើងមើលវាចាប់ផ្ដើមធ្វើការឡើងប៉ុន្តែដូចខ្ញុំបាននិយាយចឹងថា miss limit ពេលវេលាវាមានកំណត់ចឹងខ្ញុំអាចទទួលបានផលចំណេញអូខេដូចអ្វីដែលខ្ញុំបានធ្វើការ predict ទុកប៉ុណ្ណឹងចំណុចយើងទៅមើលទីផ្សារផ្សេងទៀតបើសិនជាយើងមើលទៅអត្ថប្រយោជន៍យើងកុំចូលបាទទីផ្សារណាដែលយើងអាចមើលទៅឧស្សាហ៍ទទួលផលចំណេញយើងគួរតែបាទបន្តនេះបន្តលេងព្រោះមានដូចខ្ញុំបាននិយាយថាវាមានរូបមន្តមានក្បួនមានຂະຫນាតយើងអាចចុចលេងកាលណាចុចលេងវាស្មើនឹងជាលក្ខណៈ game អីជាដើមអូខេចឹងយើងមើលបន្តទៀតមើលតើខ្ញុំនឹងសម្រេចចិត្តធ្វើការចូលលេងទីផ្សារយ៉ាងណាទៀតតើខ្ញុំនឹងចុច up ឬក៏ down អូខេវាទីផ្សារវាអត់ត្រូវអូខេខ្ញុំនឹងធ្វើការបាទចុច up ពីព្រោះអីទំនោរនេះហៅថា down trend មែនប៉ុន្តែវាមានតម្រុយមួយដូចលក្ខណៈ reversal ចង់បំបែកទិសបាទចូលលក្ខណៈ up trend វិញអញ្ចឹងហេតុផលនេះហើយដែលខ្ញុំគិតថាវានឹងបន្តបាទឡើងបាទឬក៏យើងជំរុញលក្ខណៈ reversal ឡើងទៅលើវិញអូខេតែចុះនេះដូចចុះមកច្រើនដល់សមាជិកស្រ័យរៀងត្អែកបាទចុះរៀងច្រើនតែតើវានឹងអាចឡើងទៅបានទេបើសិនជាគម្លាតបែបនេះពីព្រោះ time frame ខ្ញុំកំណត់តែ1នាទីទេអូខេវាចាប់ផ្ដើមធ្វើការបាទឡើងហើយប៉ុន្តែឡើងដល់ចំណុចយើងដែលធ្វើការចុច up អត់អូខេយើងទៅទស្សនាទាំងអស់គ្នាតើខ្ញុំនឹងទទួលបានផលចំណេញនៅក្នុងបាទមួយ candle នេះឬក៏ហៅថាមួយ stick មួយ portion នេះទៀតអត់អូខេចឹងយើងទៅទស្សនាទាំងអស់គ្នាអូខេបាទនេះរៀងផុតហើយបាទនៅក្នុងការទទួលបានផលចំណេញអូខេខ្ញុំទទួលបានផលចំណេញទៀតហើយឥឡូវយើងទៅមើលមួយទៀតមើលតើខ្ញុំនឹងអាចចូលលេងទីផ្សារទម្រង់បែបណាណាអូខេបាទខ្ញុំស្វែងរកទីផ្សារណាដែលល្អដែលយើងអាចនឹងទទួលបានផលចំណេញបាទនេះជាប្រភេទ up trend
បាទហើយវាធ្វើជាមួយនឹង moving average បាទដូចជាខ្ញុំធ្វើការសម្រាប់ចិត្តថាចុច up ឡើងបាទវានឹងបន្តឡើងបាទនេះជាការបើយើងនិយាយថាសូចនាករឬក៏ការគិតបាទការ predict ថាវានឹងអាចនេះប៉ុន្តែដូចខ្ញុំបាននិយាយអញ្ចឹងថាទីផ្សារវាមិនមែនថា 100% ដែលយើងទទួលបានផលចំណេញទៅតាមប្រមូលដែលយើងជួនកាលយើងមានភាពច្រឡំប្រហោងឲ្យជាដើមបាទអញ្ចឹងអ្វីដែលជាកត្តាសំខាន់បំផុតហើយយើងកុំផ្លាស់ប្ដូរ technique ច្រើនពេកពីព្រោះការផ្លាស់ប្ដូរ technique ច្រើនពេកក៏យើងអត់ដឹងថាចំណុចណាមួយដែលយើងទទួលបានផលចំណេញឬក៏ technical ណាមួយទទួលបានផលចំណេញខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនរៀនតែមួយ technical ឲ្យច្បាស់បាទយើងនឹងស្គាល់ផ្លូវនៅក្នុងការចូលលេងបាទអូខេតែខ្ញុំទទួលបានផលចំណេញឬក៏យ៉ាងណាបាទយើងទៅទស្សនាទាំងអស់គ្នាអូខេបាទអូខេវាចាប់ផ្ដើមធ្វើការចុះមកវិញប៉ុន្តែចាំមើលជាក់ស្ដែងថាតើខ្ញុំអាចទទួលបានផលចំណេញបែបណាទេបាទអូខេសម្រាប់ខ្ញុំផ្ទាល់អូខេខ្ញុំទទួលបានផលចំណេញបន្តទៀតហើយបាទដូចខ្ញុំនេះចឹងមិនមានការកាត់តអីនេះទេបាទខ្ញុំបង្ហាញជូនបាទគឺនេះតែម្ដងបាទមិនមានអីកាត់តអីនេះអាចមើលវីដេអូនេះបានបាទមិនមានអីកាត់តច្រើនអីនេះទេបាទអូខេខ្ញុំធ្វើការចុច up បាទនេះគឺវីដេអូ Zin បាទដែលខ្ញុំបាទចំណាយពេលវេលាក្នុងការលេងហើយខ្ញុំចែកអំណាចទៅកាន់ពុកម៉ែបងប្អូនជាចំណេះដឹងបាទគាត់តែជាចែកអំណាចទេបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចចង់បាទលេងចង់នេះដូចខ្ញុំអាចទំនាក់ទំនងមកកាន់ខ្ញុំបាទមកកាន់ខ្ញុំតាមរយៈ Telegram ដែលមានឈ្មោះថា MD បាទ Trader Channel ហើយខ្ញុំមានការចែកម្លែកទៅលើ Technical Free ប៉ុន្តែបើសិនជាចង់ច្បាស់ជាងនឹងទៀតបាទខ្ញុំក៏មានសភៅដែរបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើការជាវអីបាទអាចធ្វើការទំនាក់ទំនងទៅតាម Telegram បាទការទទួលសភៅនេះគឺមានន័យថាពេលដែលពុកម៉ែបងប្អូនបានធ្វើការជាវសភៅនឹងហើយគឺពុកម៉ែបងប្អូនធ្វើការរៀនរយៈពេល2ខែដែលអត់មានគិតថ្លៃទេមានប្រាក់កម្រៃទេបង់តែសភៅនឹងហើយគឺអាចទទួលបានបាទធ្វើការរៀនអូខេខ្ញុំ loss ប៉ុន្តែខ្ញុំនឹង recovery វាដោយរបៀបណាបាទយើងទៅមើលទាំងអស់គ្នាអូខេខ្ញុំខុសមួយបាទជាងខ្ញុំធ្វើការ recovery ឡើងមកវិញបាទតែខ្ញុំអាចទទួលបានផលចំណេញឬក៏យ៉ាងណាបាទទៅធ្វើការទស្សនាទាំងអស់គ្នាណាបាទនេះគឺជាចំណុចមួយដែលខ្ញុំមើលថាវាជាប្រភេទបើយើងមើលទៅហៅថាលក្ខណៈ sideways trend ប៉ុន្តែដោយសារ candlestick មួយនេះវា stronger ហើយវាbreak ជាមួយនឹងតំបន់កំពូលតំបន់ resistance នឹង2បាទអញ្ចឹងខ្ញុំសន្មតថាវានឹងអាចបាទបន្តឡើងទៅលើដើម្បី retest ជាមួយនឹងតំបន់ resistance នៃខ្ពស់បំផុតនោះហើយទៅវាចុះមកវិញប៉ុន្តែការ predict ការធ្វើសូចនាករដោយការពិចារណាដោយហេតុផល4ជាកត្តាសំខាន់នេះហើយជាចំណុចមួយដែលពុកម៉ែបងប្អូនអាចធ្វើការសាកបានបាទតែវាមិនថាអូ 100% ប្រកបជាត្រឹមត្រូវទេអូខេខ្ញុំទទួលបានផលចំណេញហើយបាទអរគុណច្រើនចឹងសម្រាប់វីដេអូនេះខ្ញុំចែកម្លែកក៏ដូចជាបង្ហាញជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះបាទអរគុណច្រើនសម្រាប់ការទស្សនាបាទហើយជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណបាទជំរាបលាពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនសុខសប្បាយទាំងអស់គ្នាអូខេបាយបាយ